អាចជម្រាបសួរបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំមកចែករំលែកក៏ដូចជាបង្ហាញនៅការបង្កើត page បងប្អូនណាការបង្កើត page ពី account Facebook ដែលបងប្អូនយើងមួយចំនួនគាត់នៅអត់ទាន់ចេះហើយគាត់នៅអត់ទាន់ច្បាស់អញ្ចឹងណាបងប្អូនទាំងគ្នាបាទឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាមួយហើយមុននឹងបងប្អូនបង្កើតបងប្អូនត្រូវពិនិត្យមើលឲ្យច្បាស់បងប្អូនត្រូវមើលឲ្យយល់សិនចាំបងប្អូនបង្កើត page បាទឥឡូវមុននឹងបង្កើត page មុននឹងចូលការបង្កើតខ្ញុំសូមឲ្យបងប្អូនទាំងគ្នាជួយចុចមេដៃក៏ដូចជាឲ្យបេដូម្នាក់មួយហើយនឹងជួយfollow page របស់ខ្ញុំបាទម្នាក់មួយផងដើម្បីបានវីដេអូថ្មីបន្តទៀតក៏ដូចជាជួយ subscribe trên YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងចូលទៅក្នុង account Facebook ផ្ទាល់តែម្ដងហើយនឹងបង្កើតណាបងប្អូនណាបាទឥឡូវនេះខ្ញុំសូមចូលទៅក្នុង account Facebook របស់ខ្ញុំបាទបងប្អូននេះកន្លែងដែលខ្ញុំត្រូវចូលណាបាទ account Facebook ខ្ញុំមានច្រើនបងប្អូនអញ្ចឹងឥឡូវខ្ញុំចូលទៅ account មួយនេះដើម្បីបង្កើតបាទអញ្ចឹងបងប្អូនគ្រប់ចាំមើលណាបងប្អូនណាបាទឥឡូវខ្ញុំចុចចូលទៅហើយបាទពេលចុចទៅគឺវាចេញអញ្ចេះខ្ញុំរងចាំបន្តិចអញ្ចឹងខ្ញុំចុចសញ្ញាខ្វែងនេះដើម្បីបិទវាបាទឥឡូវនេះ account Facebook នេះបានចេញមកបងប្អូនបាទខ្ញុំនឹងបង្កើត page នៅ account មួយនេះចែកនៅបងប្អូនអ្នកគ្នាបានទស្សនាបាទឥឡូវនេះគឺខ្ញុំនឹងយក account Facebook មួយនេះបង្កើតបងប្អូនបាទបន្ទាប់ពីយើងចូលក្នុង account Facebook នេះរួចរាល់ហើយយើងចូលទៅក្នុងកន្លែងនេះបងប្អូននេះបងប្អូនកន្លែងដែលខ្ញុំចុចនេះគឺកន្លែងមានរូបជើងហើយនឹងត្រេ3នេះបងប្អូនហើយបើសម្រាប់ iPhone នេះគឺនៅខាងក្រោមបងប្អូនបាទខ្ញុំបង្កើតនេះគឺបង្កើតតាមទូរស័ព្ទ Mac Android បងប្អូនណាខាង Android មិន iPhone ទេបាទឥឡូវយើងចុចចូលទាំងអស់គ្នាបងប្អូនណាបាទចុចមកពេលបងប្អូនចុចមកបងវានឹងនាំបងប្អូនមកលោតផ្ទាំងបែបនេះបងប្អូនផ្ទាំងបែបនេះបើសិនជាបងប្អូនអត់ឃើញឬក៏អត់មានឃើញរូបទង់ជាតិឬក៏អីទេបងប្អូនមកចុចកន្លែងនេះបងប្អូនដៃស៊ីមួនេះណាបងប្អូនណាចុចដៃស៊ីមួហ្នឹងមកបាទចុចបក់មកបងប្អូន scroll វាមកលើបន្តិចមកនេះបងប្អូនឃើញរូបពណ៌លឿងទង់ជាតិនេះទង់ជាតិពណ៌លឿងហើយគេដាក់សញ្ញាអក្សរ page បងប្អូនណា page បាទអញ្ចឹងពេលបងប្អូនចុចឃើញអញ្ចឹងហើយមកបងប្អូនចុចទៅលើវាមួយទៀតមកប៉ក់ចឹងមកបងប្អូនបាទនេះបងប្អូននឹងឃើញ page ដែលបង្កើតហើយបងប្អូនណានេះ page ដែលខ្ញុំបង្កើតហើយនៅក្នុង account ហ្នឹងបាទគឺមាន2តែបើសិនជាបងប្អូនចង់បង្កើតថ្មីបងប្អូនចុចកន្លែង create នេះបងប្អូនកន្លែង create នេះហើយសញ្ញាបូកហ្នឹងបងប្អូនចុចវាមកបងប្អូនណាបាទចុចវាប៉ក់មកវានឹងនាំបងប្អូនមកឃើញផ្ទាំងបែបនេះបងប្អូនភាគច្រើនគាត់នឹងច្រឡំពេលដែលបងប្អូនឃើញផ្ទាំង2នេះណាកន្លែងនេះ personal profile កន្លែងនេះគេដាក់ public page បងប្អូនបាទអញ្ចឹងបងប្អូនខ្លះអាចច្រឡំមករើសយកខាងលើហើយបើបងប្អូនរើសយកខាងក្រោមនេះជួយត្រេកអរផងបងប្អូនណាបាទឥឡូវកុំឲ្យខាតពេលយូរយើងរើសយកអាប្រឡោះខាងក្រោមនេះបងប្អូននេះអាផ្ទាំងក្រោមនេះគេថា public page ណាបងប្អូនបាទបងប្អូនគាត់ចុចប៉ក់លើវាគ្រីសចេញពណ៌ខៀវចេះមកបាទហើយបងប្អូនចុចពាក្យ next បងប្អូនណាចុចពាក្យ next បាទចុចពាក្យកន្លែងពាក្យខៀវមកបងប្អូនខៀវ next បាទកន្លែងនេះគេឲ្យបងប្អូនដាក់ឈ្មោះ page បងប្អូនចង់ដាក់ឈ្មោះអីដាក់មកសំខាន់បងប្អូនធ្វើ content តាក់ទងជាមួយអីបងប្អូនដាក់ឲ្យចំជាមួយវាមកបាទឥឡូវនេះខ្ញុំដាក់page របស់ខ្ញុំនេះខ្ញុំដាក់តាក់ទងជាមួយនឹងបាទឧទាហរណ៍ថាខ្ញុំដាក់make up ខ្ញុំដាក់ជាមួយនឹង make up ចុះខ្ញុំសាកសិនណាបងប្អូនណាអូខេយើងដាក់ទៅយើងដាក់ ខ្ញុំដាក់ make up បងប្អូនកុំដាក់តាមខ្ញុំបងប្អូនណាបាទបងប្អូនកុំដាក់តាមខ្ញុំអានេះឈ្មោះនេះខ្ញុំគាត់ដាក់ឲ្យជាឧទាហរណ៍បងប្អូនទាំងអស់គ្នាបានមើលទេអញ្ចឹងបងប្អូនបើចាំដាក់ឈ្មោះតាមខ្ញុំទេបងប្អូនអាចដាក់ឈ្មោះផ្សេងណាបាទឥឡូវនេះខ្ញុំដាក់ឈ្មោះ make up ដាក់ថែមនឹងមួយទៀតបងប្អូន daily make up បាទខ្ញុំដាក់daily make up បងប្អូននេះខ្ញុំវាយដាក់ daily make up អញ្ចឹងណាបាទអញ្ចឹងយើងពេលយើងដាក់ឈ្មោះហើយបងប្អូនជួយចុចពាក្យកន្លែងពាក្យខាងក្រៅគេ QQ នេះគឺគេហៅថា next បងប្អូនចុចពាក្យមក next ណាបងប្អូនណាបាទ next មក
ពេលដែលគេពេលបងប្អូនចុចពាក្យនិចហើយវានឹងនាំបងប្អូនមកដល់កន្លែងនេះបងប្អូនអាចចុចវាសិនទៅចុចចូលទាំងអស់ហ្នឹងក៏បានដែរបងប្អូនសំខាន់បងប្អូនចុចវាឲ្យវាលោតចេញអញ្ចេះមកនេះបងប្អូននេះបាទបងប្អូនចុចឲ្យលោតចេញអញ្ចេះសិនមកហើយបងប្អូនមកចុចពាក្យ create បងប្អូនណាបងប្អូនយក3ដូចខ្ញុំហើយបងប្អូនចុចពាក្យ create នេះមកបាទចុចពាក្យ create មកវានឹងនាំបងប្អូនទាំងគ្នាចាំបន្តិចបងប្អូនយើង slow បន្តិចបាទពេលដែលយើងចុចកន្លែង create ហើយវានឹងនាំបងប្អូនទៅផ្ទាំងមួយទៀតនេះបងប្អូនមកដល់ហើយនេះបងប្អូនណាបាទពេលបងប្អូនចុចតាមអ្វីដែលខ្ញុំប្រាប់ពីខាងដើមมึงហើយគឺវានាំបងប្អូនមកខាងនេះមួយទៀតបងប្អូនណាខាងនេះមួយទៀតបងប្អូនឃើញពីរនេះហ៎គេថា promote your product or service បាទហើយមួយទៀតនេះគេថា create content and connect with fan បាទកន្លែងនេះគឺយើងសម្រាប់គេបង្កើតមកគេលក់ផលិតផលគេលក់ product ឬសេវាកម្មបាទកន្លែងនេះគឺយើងបង្កើតមកសម្រាប់យើងធ្វើវីដេអូចែកម្លែកទៅគេហៅថាfan របស់យើងណាមានតាំងពីរូបថតមានអីចឹងមកបងប្អូនណានេះគេថា best or create and personal brand បាទនេះគឺគេថាតើតើជាមួយនឹងការបង្កើតអ្វីដែលល្អហើយនឹងបង្កើត personal brand កើត brand ខ្លួនឯងបងប្អូនឥឡូវយើងកុំឲ្យខាតពេលយូរយើងចុចចអង្គក្របងប្អូនរូបនេះរូបវីដេអូហ្នឹងណាតោះឥឡូវយើងចុចមកចុចតាមខ្ញុំមកប៉ក់វាលោតពណ៌ខៀវអញ្ចេះបងប្អូនពេលលោតពណ៌ខៀវអញ្ចេះបងប្អូនចុចពាក្យ continue ខាងក្រោមនេះបងប្អូនណាចុចពាក្យ continue មកបាទ continue អញ្ចឹងវានឹងនាំបងប្អូនមកដល់កន្លែងនេះនាំដល់បងប្អូនមកដល់កន្លែងនេះអញ្ចឹងបងប្អូនមិនបាច់ធ្វើអីវាក៏បានដែរបងប្អូនមិនបាច់ធ្វើអីទេចាំយើងទៅ edit តាមក្រោយសំខាន់យើងបង្កើតឲ្យហើយសិនមកកន្លែងនេះយើងអាច edit បានម្ដងទៀតទេបងប្អូនកន្លែងនេះណាបាទដូចជាកន្លែង general កន្លែង contact website email phone number នេះចាំយើងពេញពេលក្រោយក៏បានដែរ location នេះក៏បានដែរម៉ោងនេះក៏យើងដាក់ពេលក្រោយក៏បានអត់បញ្ហាទេសំខាន់យើងបង្កើតឲ្យចេញជា page សិនបាទអញ្ចឹងពេលបងប្អូនចុចដល់ផ្ទាំងលូតអញ្ចឹងហើយបងប្អូនចុចពាក្យ next បន្តទៀតបងប្អូនណា next មកបាទនេះឥឡូវយើងចូលមកដល់ page របស់យើងបងប្អូននេះយើងបង្កើតបាន page ទេណាហើយពេលដែលយើងបង្កើតបាន page ទេបងប្អូនមិនបាច់ធ្វើអីវាទេមិនទាន់ update cover ក៏មិនបាច់ទាន់ update នេះដែរបងប្អូនបាច់ទាន់ update ស្អី profile ដែរបងប្អូនទុកចោលសិនណាចាំ update ពេលយើងបង្កើតហើយចាំ update លើក្រោយទៀតពីព្រោះថា page ឲ្យ standard គឺយើងបង្កើតទុកចោលរយៈពេល1ខែដើម្បីបង្កើតឲ្យ standard ឲ្យ page ហ្នឹងវាមានអាយុកាលគ្រប់1ខែចាំបងប្អូនមក update cover នេះ update profile នេះបងប្អូនណាហើយនឹង update អាកន្លែងដែលខ្ញុំប្រាប់ពីមុននោះបាទតោះឥឡូវកុំឲ្យខាតពេលយូរយើងចុចពាក្យ next បន្តទៀតបងប្អូនចុចពាក្យ next ណាបងប្អូនណា next ទៀតទៅបាទនេះគឺវានាំបងប្អូនទាំងគ្នាមកឲ្យ invite friend របស់យើងចូលទៅ follow តែយើងអត់អាច invite កើតទេព្រោះ page ហ្នឹងយើងទុកឲ្យវាស្អាតរយៈពេល1ខែអញ្ចឹងយើងអត់បាច់ចាំ invite ទេយើងចុចពាក្យ next បន្តទៀតបងប្អូនបាទ next បន្តទៀតវានាំបងប្អូនមកឃើញផ្ទាំងនេះមួយទៀតផ្ទាំងនេះបងប្អូនបាច់ធ្វើអីវាទេវាលោតពណ៌ខៀវឲ្យយើងស្រាប់ហើយយើងចុចពាក្យ done មកណាបងប្អូនណានេះបងប្អូនចុចពាក្យក្រោមនេះពាក្យ done មកគឺអូខេតែម្ដងបងប្អូនបាទនេះគឺយើងបាន page មួយបងប្អូនបាទវាលោតមកបងប្អូនចាំបន្តិចទៅវាលោតមកបាទនេះបងប្អូនពេលវាលោតបាន page មកអញ្ចឹងបងប្អូនវាលោតចេញចេះណាបងប្អូនបាច់ឆ្ងល់ទេបងប្អូន clear វាចោលទៅបងប្អូនលុបវាចោលវិញទៅបាទឥឡូវបន្ទាប់ពីបងប្អូនclear វាចោលហើយបងប្អូននឹងឃើញណាបាទបងប្អូនឃើញនេះយើងបង្កើត page បានហើយនេះ page របស់យើងមិញបងប្អូននេះ page របស់យើងមិញនេះឃើញទេឥឡូវយើងកុំឲ្យខាតពេលយូរបងប្អូនចុចឡើងមកឃើញ page ហ្នឹងបងប្អូនបាទចុចកន្លែងរូបក្បាលមនុស្សហ្នឹងមកនេះ page ដែលយើងបង្កើតបងប្អូនអត់ទាន់មានអីទាំងអស់ស្អាតធេងគឺ0 like 0 follower បាទcover ក៏អត់ profile ក៏អត់ទាន់មានដែរអីក៏អត់ទាន់មានដែរនេះគឺយើងបាន page មួយបាទយើងបាន page នេះយើងមិនបាច់ផុសមិនបាច់អីបងប្អូនទុកវានឹងសិនណាទុកវានឹងសិនទៅរយៈពេល1ខែក្រោយគឺចាំយើងមក update វាម្ដងទៀតហើយបងប្អូនកត់ថ្ងៃកត់អីទុកពេលដែលបងប្អូនបង្កើត page មួយហើយអញ្ចឹងបងប្អូនកត់ថ្ងៃវាទុកទៅដើម្បីបងប្អូនមក update ពេលក្រោយកុំឲ្យខ្វះថ្ងៃបងប្អូនមក update ក៏អត់ល្អដែរអញ្ចឹងគ្រប់1ខែចាំបងប្អូនមក update ឬក៏1ខែ2ថ្ងៃអញ្ចឹងបងប្អូនអ្នកគ្នាបាទអញ្ចឹងសម្រាប់ការបង្កើត page មានប៉ុណ្ណេះ
អរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនអរគ្នាសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងមួយនេះសម្រាប់បង្កើត page ឲ្យត្រូវតាមស្តង់ដារបានហើយបញ្ជាក់ថា page គឺគេបង្កើតហើយគឺទុករយៈពេល1ខែបងប្អូនណាបាទបងប្អូនទុករយៈពេល1ខែចាំបងប្អូនមក update cover មក update profile មក update កន្លែងតាក់ទងជាមួយនឹងដូចខ្ញុំប្រាប់អញ្ចឹងមានទីតាំងមាន website មានលេខទូរស័ព្ទអីចឹងទៀតណាបងប្អូនណាបាទហើយនេះបងប្អូនឃើញក្រហមchứបងប្អូនមិនភ័យទេបងប្អូនភ័យយើងអត់អីទេសំខាន់យើងបំពេញព័ត៌មានបន្ថែមទៀតទៅវាឡើងមកខៀវវិញហើយយើងបង្កើតថ្មីគឺវានៅអញ្ចឹងឯងបាទជាចុងក្រោយអរគុណច្រើនសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងមួយនេះសម្រាប់យកទៅបង្កើត page ឲ្យបានត្រឹមត្រូវបាទមុននឹងយើងបង្កើតរកលុយជាមួយនឹង Facebook តាមរយៈ page គឺយើងត្រូវដឹងច្បាស់ពីការបង្កើត page អរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយ